សម្រាប់បងប្អូនដែលមានវីដេអូចាប់ពី3នាទីឡើងបងប្អូនបង្ហោះចូលទៅក្នុង page បើសិនជាបងប្អូនអត់បានបិទនៅកន្លែងសញ្ញាកន្ត្រៃនេះទេពេលនោះវីដេអូបងប្អូននឹងកាត់ទៅជាវីដេអូ reel ឥឡូវខ្ញុំឧទាហរណ៍វីដេអូបងប្អូនចាប់ពី5នាទីឡើងអញ្ចឹងបើបងប្អូនអត់បានបិទនៅទីនេះទេវានឹងកាត់ទៅជា3 4 5ឬក៏10វីដេអូអញ្ចឹងទៅមានភាគ1ភាគ2ភាគ3ភាគ4ភាគ5ហូរទៅដល់ភាគ10អីចឹងទៅបងប្អូនណាហ្នឹងហើយឥឡូវនេះខ្ញុំមកបង្ហាញបងប្អូនពីរបៀបបិទតែម្ដងបងប្អូនចុចចេញមក home សិនមកបន្ទាប់ពីបងប្អូនចុចចេញមក home បងប្អូនទៅរកមើលកម្មវិធី Facebook បងប្អូនមកឥឡូវខ្ញុំចុចចូល app Facebook មួយនេះពេលលោតមកផ្ទាំងបែបនេះហើយបងប្អូនចុចកន្លែងសញ្ញារូប profile ឬក៏កន្លែងត្រី3នៅទីនេះបើសិនជា iPhone នៅខាងក្រោមបងប្អូនណាហ្នឹងហើយបើបងប្អូនអត់ទាន់បាន select យក page បងប្អូនទេបងប្អូនចុចចូលកន្លែងនេះចុចចូលកន្លែងហ្នឹងមកបងប្អូនគាត់ចុចចូលសញ្ញាក្បាលព្រួយហ្នឹងមកបាទចុចចូលសញ្ញាក្បាលព្រួយហើយវានឹងឲ្យយើងជ្រើសរើសយក page ហើយដោយសារខ្ញុំបាន select យករួចរាល់ហើយអញ្ចឹងខ្ញុំចុចចេញមកវិញពេលបងប្អូនចុចចេញមកវិញហើយបងប្អូននឹងឃើញបាទទ្រង់ទ្រាយបែបនេះបងប្អូនចុចចូលកន្លែងនឹងដដែលមកនេះគាត់ខ្ញុំផាយបងប្អូនទេហើយបងប្អូនអូស scroll ឡើងលើបាទអូស scroll មកបងប្អូនចុចចូលទីនេះក៏បានឬក៏ចុចចូលកន្លែងនេះក៏បានដូចគ្នាបងប្អូនណាហ្នឹងហើយចុចមកហើយបងប្អូនចុចយកខាងលើគេបងអស់នេះមកបាទចុចចូលបាទឥឡូវខ្ញុំយកវីដេអូមួយនេះដើម្បីបង្ហោះឲ្យបងប្អូនមើលបាទ3នាទីជាងខ្ញុំចុច select ចូលបន្ទាប់មកវាលោតមកផ្ទាំងបែបនេះបងប្អូនសរសេរចំណងជើងមកតើវីដេអូបងប្អូននឹងថតអំពីអ្វីបងប្អូនសរសេរចំណងជើងឲ្យបានត្រឹមត្រូវមកពេលបងប្អូនសរសេរចំណងជើងឲ្យរួចរាល់ហើយបងប្អូនបាទចុចកន្លែងនេះចុចពាក្យថា next ហ្នឹងមកបាទចុចកន្លែងហ្នឹងហើយបាទដោយសារតាខាងក្រុមហ៊ុន Facebook វាអាប់ដេតថ្មីអញ្ចឹងវាចេញមកប៊ូតុងបែបនេះបងប្អូនចុច not now មកបាទអញ្ចឹងវាលោតមកផ្ទាំងឲ្យយើងបាទសរសេរអក្សរម្ដងទៀតហើយបងប្អូនណាហ្នឹងហើយបងប្អូនអាចសេរីនៅកន្លែងនេះចុចកន្លែងហ្នឹងណាសេរីដាក់ដូចជា thumbnail អីចឹងណាហ្នឹងហើយយើងដាក់កន្លែងណាដែលចំណុចសំខាន់វីដេអូរបស់យើងហ្នឹងដើម្បីទាក់ទាញឲ្យអ្នកមើលឃើញកាន់តែច្រើនចឹងបងប្អូនបាទចឹងបងប្អូនអាចចុចសេរីកន្លែងនេះបានបាទនេះបងប្អូនចុចលើហ្នឹងមកបងប្អូនអាចចុចបាទ select យកតាមនឹងបានបងប្អូនចុចមកដៅកន្លែងហ្នឹងមកវាលោតចេញមកឲ្យយើងតែម្ដងបងប្អូនហ្នឹងចុច select ចឹងមកវានឹងដៅកន្លែងហ្នឹងណាបងប្អូនឃើញទេបាទហ្នឹងហើយអញ្ចឹងខ្ញុំក៏បង្ហាញបងប្អូនទេបងប្អូន select អូសមកបាទនឹងអូសមកតាមហ្នឹងបងប្អូនឃើញទេបាទហ្នឹងហើយចុច select អូសតាមអញ្ចឹងមកបាទហ្នឹងហើយបងប្អូនឃើញបាទអញ្ចឹងបងប្អូនចង់បានចំណុចមួយណាបងប្អូនដៅអូសតាមហ្នឹងបងប្អូនណាហ្នឹងហើយអញ្ចឹងខ្ញុំគ្រាន់តែធ្វើបង្ហាញបងប្អូនពេលបងប្អូនសេរីថាយក thumbnail កន្លែងណាត្រឹមត្រូវបងប្អូនដាក់ចុចចំចំណុចហ្នឹងមកហើយបងប្អូនចុចពាក្យថា save អញ្ចឹងវាជាប់ហើយបងប្អូនណាហ្នឹងហើយកន្លែងនេះបងប្អូនសរសេរចំណងជើងឲ្យត្រូវនឹងវីដេអូបងប្អូនមកបន្ទាប់មកបងប្អូនចំណុចសំខាន់បំផុតបងប្អូនទៅចុចបិទកន្លែងនេះបាទចុចបិទសញ្ញាកន្ត្រៃហ្នឹងតែបងប្អូនត្រូវចុចចូលកន្លែងហ្នឹងមកដើម្បីយើងទៅបិទវាបាទចុចកន្លែងហ្នឹងមកបាទបងប្អូនក៏ចុចនេះបិទកន្លែងនេះមកបិទកន្លែងហ្នឹងចុចបិទកន្លែងហ្នឹងហើយបងប្អូនចុច save បើសិនជាបងប្អូនអត់ចុច save ទេវាអត់ជាប់ទេបងប្អូនណាហ្នឹងហើយបងប្អូនចុច save ខាងលើនេះបាទបងប្អូនចុចទៅមើលឃើញបែបនេះបាទបើសិនជាវីដេអូបងប្អូនពីមុនមកធ្លាប់បិទណាអញ្ចឹងវាលោតចេញបែបនេះហើយបងប្អូនណាចេញបែបនេះតែបើសិនជាវីដេអូបងប្អូនជា reel គឺវាអត់ចេញលោតសញ្ញាកន្ត្រៃឲ្យយើងទេបើសិនជាវីដេអូរបស់យើងចាប់ពី1 2 3នាទីឡើងទៅវានឹងចេញសញ្ញាកន្ត្រៃបែបនេះបាទបងប្អូនត្រូវតែបិទតែមួយណានឹងបើចេញបែបនេះបិទហើយបើសិនជាចេញ on ដូចមិញចេញ on បែបនេះបងប្អូនណាហ្នឹងហើយនេះចេញ on បែបនេះណាបាទអានេះបើកហើយបើសិនជាបងប្អូនបោះចាប់ពី2 3នាទីឡើងវានឹងកាត់ទៅជា reel ដូចជា2 3 4វីដេអូអញ្ចឹងទៅបងប្អូនណាហ្នឹងហើយអញ្ចឹងបងប្អូនឆ្ងល់ថាខ្ញុំវីដេអូខ្ញុំបង្ហោះតែមួយវីដេអូទេស្រាប់តែចេញមកលេងលោតមកលេង5 6 7វីដេអូអញ្ចឹងទៅបាទអញ្ចឹងវាកាត់តាមវីដេអូរបស់យើងវែងឬខ្លីបើសិនជាវីដេអូរបស់យើង3នាទីអីចឹងទៅវាកាត់អត់ណា5វីដេអូអញ្ចឹងទៅជាខ្លីទៅជា reel បងប្អូនតែបើវីដេអូរបស់យើងច្រឡំ10នាទីវាកាត់ទៅជានេះស្អី2ដល់10វីដេអូឬក៏20វីដេអូក៏មានដែរបងប្អូនណាហ្នឹងហើយដោយសារយើងអត់បានបិទនៅកន្លែងនេះបាទបើវីដេអូបងប្អូនចាប់ពី3នាទីឡើងបងប្អូនចុចបិទកន្លែងនេះបាទនិយាយទៅមិនថា1នាទី2នាទី3នាទីបងប្អូនបើសិនជាបងប្អូនបោះទៅវាលោតចេញសញ្ញាកន្ត្រៃហ្នឹងបងប្អូនគួរតែបិទទៅបាទបើសិនជាអត់ចេញទេអាហ្នឹងវាលក្ខណៈជា reel តែម្ដងបងប្អូនណាហ្នឹងហើយបើចេញបែបហ្នឹងហើយបងប្អូនចុចកន្លែងហ្នឹងមកដូចខ្ញុំបានបង្ហាញហ្នឹងបិទហ្នឹងមកចុច save មកអូខេបាទហើយបងប្អូនបើសិនជា page បងប្អូនរលួយបានទៀតបើបងប្អូនចង់បោះរលួយបានមួយតង់ទៀតណាហ្នឹងហើយបងប្អូនត្រូវបិទកន្លែងបាទ story នេះបាទបើសិនជាបងប្អូនបោះទៅតែម្ដងអញ្ចឹងកន្លែង story គឺយើងអត់ទទួលបានលុយទេបាទហ្នឹងហើយបងប្អូនបិទមកបិទកន្លែង story ហ្នឹងមកបិទកន្លែងហ្នឹងបិទរួចហើយបងប្អូនចេញមកឲ្យឃើញ off បែបនេះមកហើយបងប្អូនបោះទៅអញ្ចឹងយើងអាចរលួយជាមួយអា Facebook នេះ Facebook ដែលយើងបានបោះហ្នឹងបាទហើយយើងអាចយកវីដេអូហ្នឹងបោះនៅក្នុង story ម្ដងទៀតបានរលួយបានដូចគ្នាបើសិនជាបងប្អូនបោះតែមួយអត់បានបិទកន្លែង story ហ្នឹងទេបាទនេះបិទកន្លែងហ្នឹងទេអញ្ចឹងយើងបោះវីដេអូទៅបាទ story ក៏លោតចេញពេលយើងបើកនេះបើក online story ហ្នឹងវីដេអូហ្នឹង
ក៏ load ចេញហើយ story ក៏ load ចេញពេលដែលគេចូលមើល story របស់យើងអត់ទទួលបានលុយទេបាទហ្នឹងហើយហើយវីដេអូនេះខ្ញុំគ្រាន់តែបង្ហាញបងប្អូនពីរបៀបបិទទេបាទចាប់ពីប្រហែលនាទីឡើងឲ្យតែ load ចេញសញ្ញាកត់ត្រាយបែបនេះបងប្អូនគួរតែបិទវាបែបនេះទៅបាទបើសិនជាបងប្អូនបិទរួចរាល់ហើយយើងបោះប្រហែលនាទីវា load បាទវីដេអូរបស់យើងប៉ុណ្ណឹងនាទីបើសិនជាបងប្អូនអត់បានបិទនៅទីនេះបន្ទាប់មកបងប្អូនណាយើងសរសេរចំណងជើងអីឬក៏រៀបចំអីរួចរាល់ហើយយើងបានបិទអីរួចរាល់អីត្រឹមត្រូវហើយបងប្អូននេះចុចកន្លែងសញ្ញាបតុងពណ៌ខៀវនោះមកបាទ share now នឹងទៅគឺអូខេតែម្ដងបាទអញ្ចឹងវីដេអូមានប៉ុណ្ណឹងទេបាទអរគុណសម្រាប់ការទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់បាទសូមជម្រាបលា